mình của một cách hỡi miền slap màn tha rong du bài chia chặt cột mình rồi nhập nơi đạp tích sana premia chặt lục ca theo bậc tây xã ham bậc tây cả tan lý an thị vàng gia chặt thạc san tây thẹt sát ta tập bạch chặt rạc thạch chia tây cá tây sẽ tộc thầm đã lục cam bị mang bạch giang sổ thầm đã phê lớn với cái chặt cài giang sổ tăng chặt toàn thép ác thì thầm đã chạm mang ác cáo bạc dầm táo chặt sổ sai chặt tàn đáng bọc cô thân đây bạc rệ xa dạ mạch chơi ác được mô thân địa bong ô nữ sẽ tập nơi bật phô tê sna sổ ác được mô thân đi làตัวยกនៅអវ៉ាដល់វិសេសថ្លៃរបស់សម្ដេចដែលបាននិមន្តមកទានក្នុងរាជនេះដើម្បីរួចចាកផុតទុក្ខទាំងអស់គ្នាសូមអនុមោទនាសូមរកនិមន្តសម្ដេចលើកទានអវ៉ាអរគុណខ្ញុំប្រកាសរណាសូមបងអរកាយវាចាចិត្តថ្វាយបង្គំនឹករលឹកចំពោះប្រជុំ3នៃបរតនត្រ័យគឺព្រះពុទ្ធ1ព្រះធម៌1ព្រះសង្ឃ1ដែលជាកែវដ៏ឧត្តមឧត្តមខ្ពង់ខ្ពស់បំផុតនឹងរកកែវអ្វីដ៏ទីណាក្នុងលោកនេះយកមកប្រៀបផ្ទឹមឲ្យត្រឹមស្មើពុំបានឡើយដោយត្បូងសិរសាដោយសេចក្តីគោរពសូមប្រគេនពរចំពោះព្រះថេរានុថេរៈគ្រប់រូបទាំងឡាយដែលមានព្រះគ្រូចៅអធិការគ្រូសូត្រឆ្វេងស្ដាំភិក្ខុសាមណេរជាបរិស័ទជាសហការីនៅក្នុងវត្តដំណាក់ធ្លោកវានេះនឹងសូមចម្រើនពរឧបាសិកាអឿមបុប្ផាព្រមទាំងកូនចៅនាយឧត្តមសេនីយ៍នាងផាតនិងលោកជំទាវព្រមទាំងកូនចៅលោកស្រីអ៊ីនីមភុងនិងលោកលីមប៉តុកព្រមសម្រាប់នាមឈ្មោះបាសិកានាយឧត្តមសេនីយ៍លោកស្រីលោកអ្នកទាំងអស់ដែលអាត្មាភាពបានរៀបរាប់ជំរាបប្រគេនជូនមកនេះគឺលោកជាអ្នកម្ចាស់កម្មវិធីបុណ្យថ្ងៃនេះកម្មវិធីបុណ្យនេះគឺពិធីបុណ្យពុទ្ធាភិសេកនិងឆ្លងសមិទ្ធផលនានាដែលបានកសាងហើយនៅក្នុងវត្តដំណាក់ធ្លោកវានេះក្នុងធ្វើទេសនាក្នុងឱកាសថ្ងៃនេះអាត្មាភាពនឹងសូមលើកនៅពាក្យថាពុទ្ធាភិសេកដើម្បីមកសម្ដែងចែកជូនដល់ញោមញាតិពុទ្ធបរិស័ទជាខាងដើមព្រោះញោមញាតិពុទ្ធបរិស័ទឮគេថាពុទ្ធាភិសេកគឺពុទ្ធាភិសេកគេទៅនឹងថាពុទ្ធាភិសេកគេធ្វើយ៉ាងម៉េចទេអាស្រ័យនេះនៅក្នុងពុទ្ធសាសនាកាលណាយើងប្រព្រឹត្តធ្វើកម្មអ្វីមួយយើងមិនដឹងពិធីរបស់កម្មនឹងព្រះសម្មាសម្ពុទ្ធមិនឲ្យតម្លៃមិនសរសើរទេនៅក្នុងពុទ្ធសាសនានឹងមានបរិយត្តិធម៌និងបដិបត្តិធម៌និងបដិវេបរិយត្តិធម៌គឺទ្រឹស្ដីដែលលោកបានបញ្យល់ប្រាប់យើងពីទានពីសិលពីភាវនាអីទាំងអស់គេហៅបរិយត្តិធម៌ឬភាសាបច្ចុប្បន្នគេថាទ្រឹស្ដីគេបញ្យល់គេបង្រៀនយ៉ាងណានៅដល់យើងយល់ទ្រឹស្ដីដែរបានយើងបដិបត្តិស្មើនឹងអនុវត្តយើងធ្វើអញ្ចឹង
ដល់យើងធ្វើរួចហើយបានចេញមកជាប្រយោជន៍គេហៅថាផលបដិវេទនេះក្នុងពុទ្ធសាសនាញោមញាតចាំទី1បរិយត្តិធម៌គឺទ្រឹស្ដីទី2បដិបត្តិធម៌គឺអនុវត្តទី3គឺបដិវេទធម៌គឺផលដែលបានចេញពីការបដិបត្តិនោះនេះជាពុទ្ធសាសនាអាស្រ័យនេះញោមញាតបើត្រូវការធ្វើទានត្រូវរៀនឲ្យស្គាល់ពីទានសិនចា៎ถ้าធ្វើទានហ្នឹងយ៉ាងម៉េចទានហ្នឹងមានពីរមួយធម្មទានមួយអមិសទានធម្មទានគឺការបញ្យល់ធ្វើប្រាប់ធម៌ដល់ញោមញាតពុទ្ធបរិស័ទនោះអមិសទានគឺការចំណាយចាយទ្រព្យធនធានរបស់ផងយើងធ្វើជាទានក្នុងបច្ច័យទាំង4ណាអានេះគឺអមិសទានណាត្រូវយល់ឲ្យដឹងសិនពីដូចថាពាក្យថាបច្ច័យ4នេះញោមញាតពុទ្ធបរិស័ទឲ្យទៅលើពាក្យថាបច្ច័យ4ស្មានតែត្រូវការតែប្រសង់ទេប្រើប្រាស់តែសម្រាប់ខ្លួនឯងជាក្រហមដែលប្រើប្រាស់បច្ច័យ4ដែរអត់បានគិតទេអានេះគេថាមិនយល់យើងចេះតែប្រព្រឹត្តធ្វើទៅគេបើគេសួរអត្តន័យអត់យល់ទេបងនឹងប្រាប់គេអត់បានទេដូចជាពិធីបុណ្យពុទ្ធាភិសេកនេះពិធីបុណ្យពុទ្ធាភិសេកពីរថាអភិសេកហ្នឹងមាន2មួយរាជាភិសេកទី2ពុទ្ធាភិសេករាជាភិសេកគឺគេលើកស្ដេចអង្គមុនលោកទីវេង្គន់ទៅឬក៏លោកចាស់ជារាលោកដាក់រាជម្ល៉េះហើយពួកហោរាព្រាហ្មណ៍ព្រឹទ្ធបណ្ឌិតកវីទាំងអស់គេជ្រើសរើសសត្វអង្គថ្មីហ្នឹងដើម្បីឲ្យជាតែងតាំងជាព្រះមហាក្សត្រគ្រប់គ្រងរាជសម្បត្តិហ្នឹងតទៅទៀតហើយគេធ្វើពិធីរាជាភិសេករាជាភិសេកហ្នឹងគឺគេប្រោះព្រំដោយសុគន្ធវេរីគេថ្វាយផ្កាជាស្រោចទឹកមន្តឬអីថ្វាយជាស្រោចទឹកគេហៅថាប្រោះព្រំដោយសុគន្ធវេរីមានប្រព្រឹត្តទៅពិធីផ្សេងជាច្រើនទៅទៀតបងគេហៅថារាជាភិសេកដូចជាពុទ្ធាភិសេកញោមញាតពុទ្ធបរិស័ទកសាងពុទ្ធបដិមារួចហើយត្រូវធ្វើពិធីពុទ្ធាភិសេកពុទ្ធាភិសេកនោះមិនមែនយើងនេះធ្វើពិធីដើម្បីថ្វាយដល់ព្រះពុទ្ធរូបអង្គថ្មីហ្នឹងដើម្បីឲ្យត្រាស់ដឹងពេញលក្ខណៈជាព្រះពុទ្ធមិនមែនទេសូមឲ្យញោមញាតយល់ចា៎ក្នុងពិធីពុទ្ធាភិសេកហ្នឹងគឺគេប្រោះព្រំដោយសុគន្ធវេរីបាចផ្កាយអីថ្វាយចា៎ដូចតែក្នុងពិធីពុទ្ធាភិសេកលោកអាចារ្យនាំធ្វើហើយមានបល័យសូត្រជាយោហិពុទ្ធាសសរិមិតោអយ៉ាងថាព្រះពុទ្ធដ៏មានសេរីព្រះអង្គឈ្នះមេហើយមេមានចិត្តបាបចាស់ចោះចាញ់ព្រះអង្គហើយឈ្នះគេថ្វាយជ័យគោជ័យជំនះចាស់អ្នកដែលថ្វាយជ័យជំនះគឺយើងញោមញាតពុទ្ធបរិស័ទទាំងអស់ហ្នឹងជាតំណាងដល់ពួកទេវតាព្រះអិនប្រព្រំទាំងកោតសែនចក្រវាលថ្ងៃដែលព្រះអង្គត្រាស់ដឹងនៅក្រោមមលុបពោធិព្រឹក្សណាគឺត្រេកអបអរសាទរនឹងការត្រាស់ដឹងរបស់ព្រះពុទ្ធទេយល់ទេញោមលោកអាចារ្យយើងអបអរសាទរព្រះអង្គបានត្រាស់ដឹងនៅសម្មាសម្ពោធិញ្ញាណជាព្រះពុទ្ធហើយទេវតានឹងសូត្រថ្វាយជ័យគោអបអរសាទរពីព្រោះការត្រាស់ដឹងនៃព្រះពុទ្ធនេះកម្រណាស់ក៏កម្រក្រក្រៃយ៉ាងជាទីបំផុតសួរថាតើព្រះពុទ្ធលោកត្រាស់ដឹងអីគឺត្រាស់ដឹងនៅសច្ចធម៌4ហ្នឹងហើយនឹងមគ្គផលនិព្វាន
សច្ចធម៌4និងមេផលនិព្វានហ្នឹងឥតមានអ្នកណាមួយដែលត្រាស់ដឹងក្រៅពីពុទ្ធអត់មានទេមានពុទ្ធមួយអង្គហ្នឹងឯងដែលលោកបានត្រាស់ដឹងធម៌ហើយលោកសំដែងធម៌ហ្នឹងទុកឲ្យយើងពុទ្ធបរិស័ទនឹងបដិបត្តិដើម្បីនឹងរំដោះខ្លួនយើងចេញពីសង្សារទុក្ខនេះទៅកាន់ព្រះនិព្វានបានណានេះបានទៅធម៌ហ្នឹងគឺកម្រអត់មានណាត្រាស់ដឹងបានទេខុសពីពុទ្ធនៅបានពួកទេវតាត្រេកអបអរសាទរក៏ថ្វាយជ័យខោអបអរនឹងការត្រាស់ដឹងរបស់ពុទ្ធពីព្រោះព្រះសម្មាសម្ពុទ្ធយើងនេះលោកត្រាស់ដឹងក្រោយទេណានៅប្រទេសឥណ្ឌាហ្នឹងប្រទេសឥណ្ឌាមុនដំបូងគឺមានសាសនាព្រាហ្មណ៍គ្របដណ្ដប់ទាំងអស់ក្នុងសាសនាព្រាហ្មណ៍ហ្នឹងគឺគេគោរពព្រះឥសូរព្រះនរាយណ៍ព្រះព្រហ្មជាអតិទេពវិញខុសគ្នាអញ្ចឹងដល់ពុទ្ធសាសនាយើងនេះយើងគោរពពុទ្ធប្រធើប្រសងព្រោះពុទ្ធជាមនុស្សដូចយើងចឹងដែរព្រះធម៌ជាទ្រឹស្ដីជាមេគាសម្រាប់ឲ្យយើងបដិបត្តិក្នុងសិលសមាធិបញ្ញាណាព្រះសង្ឃក៏ជាមនុស្សដូចយើងដែរអត់មានទាក់ទងនឹងទេវតាតែទាក់ទងទៅនឹងមនុស្សទាំងអស់បាននៃសេចក្តីទៅពុទ្ធសាសនានឹងជាសាសនារបស់មនុស្សព្រោះព្រះសម្មាសម្ពុទ្ធនេះជាបរមសាស្តាចារ្យជាព្រះបរមគ្រូទ្រង់ព្រានទូលមានបង្រៀនបដោតដល់មនុស្សនិងទេវតាសូម្បីតែទេវតាក៏ជាសិស្សរបស់ពុទ្ធដែរចុះមកសួរធ្វើពុទ្ធចុះមកស្ដាប់ធ្វើពុទ្ធដើម្បីចង់ដឹងធ្វើអ្វីមកទូលសួរពុទ្ធឃើញទេព្រះសម្មាសម្ពុទ្ធជាមនុស្សប៉ុន្តែជាគ្រូរបស់ទេវតាផងនិងមនុស្សផងញោមញាតមើលមកមានតម្លៃប៉ុណ្ណាទៅយើងជាមនុស្សនឹងសូមឲ្យញោមញាតជ្រាបអំពីយល់អំពីពុទ្ធសាសនានឹងឲ្យច្បាស់លាស់បងព្រះសម្មាសម្ពុទ្ធលោកកើតក្រោយគេទេត្រកូលរបស់លោកពូជពងវង្សត្រកូលទាំងអស់នៅក្រោមលទ្ធិរបស់សាសនាព្រាហ្មណ៍ទាំងអស់យ៉ាងដល់ពុទ្ធលោកត្រាស់ដឹងឡើងហើយលោកបញ្យល់មនុស្សអំពីមេគាបដិបត្តិហ្នឹងបងឲ្យយើងនឹងបដិបត្តិបាននៃទៅពុទ្ធសាសនាគឺព្រះអង្គផ្សាយសាសនាផ្ទាល់ព្រះអង្គមកហើយនឹងព្រះសង្ឃសាវកហ្នឹងជាអ្នកជួយផ្សព្វផ្សាយសាសនាព្រះអង្គឲ្យផ្សាយទៅលើចម្ពោះទ្វីបប្រទេសឥណ្ឌាណាបងហើយពុទ្ធសាសនាហ្នឹងជាសាសនាដែលបង្រៀនមនុស្សឲ្យយល់ស្គាល់អំពីហេតុផលជាសាសនាដែលជឿកម្មជឿផលអញ្ចឹងនេះសូមឲ្យញញជាកម្មគឺអំពើដែលយើងធ្វើបើយើងមិនធ្វើកម្មទេក៏មិនបានផលនេះពុទ្ធលោកបញ្យល់ថាចា៎បើយើងទាំងអស់គ្នាមើលមានញញដាននៅស្ងៀមធ្វើកម្មគ្រប់តែគ្នាណាធ្វើស្រែក៏ធ្វើកម្មធ្វើចំការអីក៏សតកម្មចំនួនជួយវាសតធ្វើកម្មទាំងអស់ធ្វើការងារទាំងអស់កម្មប្រែថាការងារមនុស្សតែធ្វើការងារបានផលក្នុងពុទ្ធសាសនាលោកបញ្រៀនមនុស្សឲ្យធ្វើការងារទេមិនបានឲ្យមនុស្សទៅសុំគេទេធម្មតាទៅសុំគេមិនដែលបានអីទេតែយើងធ្វើការខ្លួនឯងបាននេះជាសេចក្តីពិតសម្រាប់ជីវិតរបស់មនុស្សយើងហើយអ្នកដែលគោរពដែលជឿពុទ្ធសាសនាគឺត្រូវតែធ្វើការបើមិនធ្វើការអត់រស់បានទេនេះសូមឲ្យញញជ្រាបចា៎នេះបានពិធីពុទ្ធាពិសេសនេះគឺគេត្រេកអរចំពោះការត្រាស់ដឹងរបស់ពុទ្ធនឹងចឹងទេសូមឲ្យញញជ្រាបដល់បានទេបើដូចលោកអាចារ្យញញស្រែកជីយកខុសបាយផ្កាអីសពសាស្ត្រកាគឺតំណាងទេវតាទេគេទុកដោយតំណាងទេវតានៅគ្រាន់តែប៉ុណ្្នឹងទេពុទ្ធាពិសេសនិងរាជាពិសេសប៉ុន្តែគេលើកលោកគ្រូចៅអធិការគេតែងតាំងចៅអធិការវត្តប្រសង់ហ្នឹងហើយនឹងអនុគន្ធមេគន្ធរាជាគណៈអីទាំងអស់
គេធ្វើពិធីស្រោចស្រស់ស្រង់ដោយសុគន្ធវេរីគ្រឿងកោបដែរប៉ុន្តែគេមិនថាអភិសេកទេតែគេប្រើពាក្យថាស្រោចស្រស់ស្រង់សុគន្ធវេរីប្រោះដោយគ្រឿងទឹកកោបកាពីតែគ្នាប៉ុន្តែគេអត់ប្រើពាក្យថាអភិសេកទេបើអត្តន័យជាមួយតែគ្នាណាមួយក៏ស្រោចស្រស់សុគន្ធវេរីប្រើភាសាវាខុសគ្នាអញ្ចឹងតាមពិតអត្តន័យតែមួយនេះសម្រាប់ពិធីបុណ្យពុទ្ធាពិសេសសូមឲ្យញោមញាតិយល់ចឹងទៅគឺការគេប្រោះព្រំសុគន្ធវេរីនឹងថ្វាយផ្កាឲ្យបោះសាច់ទៅបាចទៅលើព្រះពុទ្ធរូបទៅថ្វាយបូជាថ្លែងអំណរអរគុណនឹងការត្រាស់ដឹងដល់បន្តមកទៀតគឺមានពិធីឆ្លងសមាធិផលនានាដែលកសាងឡើងក្នុងវត្តហ្នឹងសមាធិផលនានានេះជាទីសេនាសនៈក៏សម្រាប់ដែលនៅណាស្រាប់ជ្រកកោនដែលញោមញាតតែនិយាយថាបច្ច័យ4ហ្នឹងណាតែឮទេញោមញាតដែលថាបច្ច័យ4ដែរអញ្ញោមញាតឮឲ្យតែឮថាបច្ច័យ4នៅឃើញយីបច្ច័យ4ត្រូវការប្រើប្រាស់តែប្រសង្ឃទេហើយញោមញាតធ្វើបន់បច្ច័យ4ធ្វើអីទាំងអស់ព្រោះកាលណាបច្ច័យ4ហ្នឹងក៏មិនទាន់យល់ដែរបច្ច័យ4ហ្នឹងវាមានរបស់4យ៉ាងប្រើទី1គឺស្បង់ចៃវរបច្ច័យទី1បច្ច័យទី2គឺមហូបអាហារបច្ច័យទី3គឺសេនាសនៈនៃដែលញោមញាតកំពុងតកសាងកុដិសាលាស្អីទាំងអស់បច្ច័យទី3បច្ច័យទី4គឺថ្នាំសម្រាប់ព្យាបាលរោគកាលណាយើងកើតជំងឺត្រូវការពឹងថ្នាំដើម្បីនឹងធ្វើជំងឺនឹងឲ្យប្រសាទរលាកជាសះស្បើយទៅប៉ុណ្ណឹងគេហៅបច្ច័យ4ភាសាពុទ្ធសាសនាថាបច្ច័យ4ថាហេតុដែលធ្វើឲ្យផលល្អប្រព្រឹត្តទៅបានមនុស្សទាំងអ្នកបួសទាំងញោមញាតអត់ត្រូវការបច្ច័យ4ដែរអត់ជាផុតទេណាញាតិមកប្រាប់ឲ្យដឹងប៉ុន្តែពីមុនមកញោមញាតឲ្យតែឮតែបច្ច័យ4ទេត្រូវការតែប្រសងទេតាមពិតទៅខ្លួនឯងហ្នឹងក៏ប្រើបច្ច័យ4ដែរញោមញាតគិតមើលប្រសងស្បង់ជីវរញោមញាតហ្នឹងខោអោណាញោមមើលអាហ្នឹងបច្ច័យទី1អរិបច្ច័យទី2មហូបអាហារដូចគ្នាព្រះសម្មាសម្ពុទ្ធសម្ដែងថាសព្ពេសតាអាហារតិដ្ឋិកាសត្វទាំងឡាយទាំងពួងរស់នៅបានហ្នឹងព្រោះអាហារញោមមើលតែអត់អាហារទៅហើយណាគ្រោះថ្នាក់ធំបំផុតអត់សម្ពុតខោអាវស្លៀកគ្មានសម្ពុតខោអាវល្អមានកណ្ដាលកន្តោបយកមកវិនបាត់បាំងទៅរាងកាយណាតែមកហូបអាហារតែអត់អីអត់រស់ទេណាញោមញាតិនៅត្រូវយល់តែអញ្ចឹងព្រះពុទ្ធលោកសម្ដែងតែជីកិច្ឆាបរមារោគាសេចក្តីស្រេកឃ្លាននឹងជារោគយ៉ាងធំបំផុតសម្រាប់មនុស្សនឹងសូមអញ្ញោមញាតិជ្រាបតែកាលណាអត់បាយក៏ឲ្យទៅខ្លាំងលួចគេក៏លួចដើរប្លន់គេបោកប្រាស់អីសពបែបសពយ៉ាងដើម្បីយកមករកមកហូបបរិភោគប្រើប្រាស់ណានឹងសំខាន់ណាស់បច្ច័យទី2តែអត់រស់បានដែរឬអត់ឲ្យនៅមិនស្ងៀមទៀតរោគឃ្លានហ្នឹងណាបើរោគឃ្លានហ្នឹងក្រៃលែងណាតែជីកិច្ឆាបរមារោគាគ្មានរោគអ្វីសាហាវដោយរោគឃ្លានទេញោមកើតមហារីកើតល្បែងឲ្យដេកស្រែកយោយលើក្រែតែគេយកបាយទៅឲ្យក៏បរិភោគវាមិនកើតតែរោគឃ្លាននេះគឺអត់ដល់រកបាយថ្ងៃបរិភោគហ៊ានលួចហ៊ានប្លន់ហ៊ានកាប់សម្លាប់គេធ្វើឲ្យវឹកវរចលាចលពេញភូមិព្រោះមនុស្សអត់អាហារនឹងឯងធ្ងន់បំផុតបងម្យ៉ាងទៀតបុរាណគេថាអត់បាយរសាយសម្ពត់
សម្ពុតក៏យកមកខ្ចប់មាសពេជ្របុរាណពីដើមមិនសូវមានទូងឲ្យដាក់មាសពេជ្រទេយកមកខ្ចប់នៅពង្វិចសម្ពុតទេតែអត់បែកខ្លាំងរុះអាពង្វិចនេះយកមាសយកពេជ្រទៅដងកមាសពេជ្រនេះមានតម្លៃតែមានបាយបរិភោគទេញោមញាតែអត់បាយបរិភោគបាយនោះក៏ថ្លៃជាងណាយកមាសយកពេជ្រទៅដងកយកបរិភោគអត់នេះញោមឲ្យស្គាល់ពេលវេលាអញ្ចឹងញោមក៏សម័យខ្មែរក្រហមអ្នកដែលមានមាសពេជ្រអីសល់វិចនៅសម្ពុតខ្ចប់តើអត់បើខ្លាំងកាត់ម្ដង3 4កម្មប្រវែងទៅដងកឲ្យបរិភោគអញ្ចឹងជីវិតឲ្យរស់ដោះអស់ហ្នឹងបានថាមាសពេជ្រមានតម្លៃតែពេលដែលមានអាហារបរិភោគតែអត់អាហារគឺចុះថោកបានសេចក្តីស្រេកឃ្លាននេះជារោគមួយដ៏ធំបំផុតសម្រាប់មនុស្សអានឹងនិយាយពីបច្ច័យទី2ណានេះបច្ច័យទី3គេហដ្ឋានផ្ទះសម្បែងកុដិសាលាវិហារអីទាំងអស់ញោមមើលដានណាទៅដេកក្រោមម្លប់ឈើដានណាទៅដេកកណ្ដាលវាលស្រែទោះបីជាក្រយ៉ាងម៉េចក៏ត្រូវតែមានខ្ទមសសរស័យលនៀបសរស័យជាងបន្ទឹមសរស័យយកទៅបិទបាំងតបូលប្រក់ស្រាក់អីមានចម្រោកគេហដ្ឋានដែរជីអត់បានទេសម្រាប់អ្នកដែលក្រខ្សត់សម្រាប់លោកអ្នកដែលមានទ្រព្យសម្បត្តិនោះក៏សាងជាផ្ទះថ្មទៅសអត់វីឡាទៅសមត្ថភាពផ្ទះដូចតែគ្នាបើគេធ្វើថ្មឯងស្លាប់វទីចម្រោកដូចគ្នាមកអត់បានទេត្រូវតែមានវត្ថុនោះជាទីពឹងទីអាស្រ័យដើម្បីនឹងបាត់បង់ការពារកម្ដៅព្រះអាទិត្យការពារទឹកភ្លៀងការពារខ្យល់អីមកកុំឲ្យវាបក់ត្រូវកាយរបស់យើងនឹងខ្លាំងវារំខាននៅវាមិនសោះអាហ្នឹងគេហដ្ឋានគេហដ្ឋានផ្ទះសម្បែងអាហ្នឹងបច្ច័យទី3បច្ច័យទី4ឆ្នាំព្យាបាលរោគញោមមើលមកដល់ណាឈឺដេកចាំឲ្យវិជាឯងអត់ទេគាត់តែឈឺក្បាលក្តៅខ្លួននេះរត់ថ្នាំហើយសប្តាហ៍មានថ្នាំគេបង្កើតមកជាបែបស្វ័យប្រវត្តិល្អត្រូវមានប៉ារ៉ាមានថៃលីណុលឲ្យបំបត្តិការឈឺចាប់អៀងទៅរយកមកលេបទៅបំបត្តិមិនណាឈឺដេកនៅស្ងៀមបានទេវត្ថុ4យ៉ាងហ្នឹងមិនសម្រាប់តែព្រះសង្ឃទេហើយក៏មិនសម្រាប់តែញោមញាតិអ្នកកាន់ពុទ្ធសាសនាទេអើយតែមនុស្សនៅលើផែនដីញោមញាតិក៏លេងមើលទៅជាតិណាដើរលេងខ្លួនទៅទេអត់មានទេត្រូវតែមានសម្លៀកបំពាក់បិទបាំងរាងកាយពីមកហូបអាហារអញ្ចឹងឲ្យញោមមើលមានអាណាអត់បានដូចខ្មែរយើងដាំបាយដល់បារាំងនោះបរិភោគនំប៉័ងជំនួសបាយណាខ្លះភីហ្សាទៅហាំប៊ឺហ្គឺអីទៅអានេះសត្វតែមកហូបអាហារដែលជប់លៀងជីវិតឲ្យរស់នៅបានមើលតែយកមើលជាឲ្យតែមនុស្សនៅលើពិភពលោកអត់អ្នកណាជីវៀងពីបច្ច័យ4នឹងបាននឹងឯងដែលព្រះសម្មាសម្ពុទ្ធលោកសម្ដែងប្រាប់ថាជីវិតរបស់មនុស្សលោកទាំងអស់គឺត្រូវការនៅវត្ថុ4យ៉ាងជាចាំបាច់សម្ដែងប្រាប់យ៉ាងណាខ្ញុំត្រឹមត្រូវហើយពេចប្រកាសទៀតមនុស្សណាដែលជីវៀងរួចណាអត់ទេត្រូវតែប្រើប្រាស់ពឹងបច្ច័យ4រួចសួរតើចុះបច្ច័យ4នេះមិនបានមនុស្សរកវាមិនបានស្មើគ្នានៅខ្លះមានធំមានសម្បត្តិច្រើនផ្ទះថ្មវិមានមានរថយន្តមានអីប្រើប្រាស់គ្រប់គ្រាន់បរិបូរណ៍អអ្នកខ្លះទីធ្លាក់មកក្រោមដោយកម្មចិន្តាហើយគេអ្នកមានខ្លាំងនៅកម្មលើអអ្នកខាងក្រោមកម្មបណ្ដាទៅដល់មកដីអ្នកក្រត់ទន់ខ្សោយបំផុតថាសួរហេតុអីបានមនុស្សមានសម្បត្តិត្រឹមរអត់ស្មើគ្នាតាមពុទ្ធសាសនាពុទ្ធលោកសម្ដែងថាមកពីមនុស្សនឹងមានបញ្ញាហើយនឹងអត់បញ្ញានឹងពុទ្ធលោកសម្ដែងប្រាប់ហេតុផលពុទ្ធសាសនាលោកសម្ដែងប្រាប់តែពីហេតុផលហេតុដែលអ្នកដែលរកទ្រព្យសម្បត្តិបានមកពីគេមានបញ្ញា
วิปีถ้าปัญญานั่นจะภาษาปลายเดียภาษาสังสกฤตถ้าปรัชญายังยัยกระตักเนี่ยเมียนปัญญาอัดปัญญาอะไรยัยกระตักเนี่ยเป็นอัดยอลเพราะอันนั้นเว็บภาษาปลายมายังยอมปราปีถ้าปัญญาบานนี้ยังสกิลดังสกิลระบบไอ้สกิลชั่วโมงไอ้ระบบนั่นคือตัวปัญญาเอาไว้ได้ยังมันสกิลคืออัดเมียนปัญญาเต้วิสุทธิปัญญานั่งเกิดปีหน้าถ้าปัญญานั่งเกิดปีเรียนบ่มันเรียนอัดเมียนปัญญาเต้อาศัยนี้ให้บานเชียปัจจุบันในรัฐาภิบาลเราเลยไปพบโลกกันออกประเทศหน้าก็ได้รัฐาภิบาลกีปังการศาลาเรียนอ้อยไปเจียบรัฐเรียนที่ไปใช้ปริเชนาจากกัมพูชีอย่างนี้คุมตะไบเนี่ยที่ได้ไม่ได้เมียนศาลาหน้าเรียนเมียนปะท่อมไม่น่าเมียนหานุกุเชียไล่เวเชียไล่นะอันแล้วเรียกรัฐาภิบาลโลกประกาศตั้งปีสมเด็จอาเกะมหาเสนาบดีได้โจฮนไซน์มาลูกองค์การศาลาคือศาลาเรียนได้ศาลาปฐมศึกษาฮนไซน์ในช่วงโลกาสาดำใบอ้อยไปเจียวปรัชเรียนโซเจนดันดอลมาซาที่ผมเป็นในรัฐาภิบาลนี่คือสมเด็จพระวรมหาบวรเทพไตรว่าพลิกมรณะเคยสมเด็จพระวรคนมันไหนว่าเคยได้ลูกปนริกาศึกษานังกันดัชรันตัวลุ่มตัวเลียติเปียกปิงดังปริเชียนาจากกัมพูชีสระทมเมียนปะทมแม่นุกเชียไลเบียเชียไลเนื้อตะไบนี่เมียนไปเชียไลได้ฮะแม่นุกแม่นุกเชียไลได้บิเชียไลตระลางตัวรีในนาเมียนน่ะตัวสิบเรียบนั่นไงต่อปัญญาวิเคราะห์เช่นที่นั่นไงเช่นพิศลาเรียนนะแล้วบ้านเนี่ยแต่ละตัวเรียนบางแช่จำรันดังรู้เลิกปัญญาบานอาศัยนี้โยมเย็นเอาคมตะไบภูมิตะไบเนี่ยสมถือไม่ใหญ่ก็ได้ตาก็ได้แม่ก็ได้เอาก็ได้ชิมริ่งโกนอ้อยตัวเรียนโสดดำใบเอาแช่ดังเมียนปัญญาแต่เวียทลายทนอควงพวกน้องชีวิตมนุษย์ได้รอดเอาให้เวทเชียต้นเทียนมโนสำหรับช่วยก่อสร้างปฏิเจียนนะนี่โดยสาแต่ปัญญานั่นเองพระพุทธการบอกพระพุทธรูปสำแดงลุทธบุคคลเมนเท่าเตียบประพูดประเชียดประตะโกนเลยนะโยมสดับไอเตือนนี่พุทธการว่าพระพุทธรูปปราบไว้นะบุคคลเมนเท่าเตียบประพูดประเชียดประตะโกนเต้โดยโยมเย็ดการเนาตะแบงไอ้ท่ายืนเนี่ยปริเนี่ยสลายให้เท่าเตียบแต่บสันจะยังอ้อยโกนเจ้ายังแต่รินไอ้แจ๊ดดังได้แบบบัดเดะเท่าเทียบแต่ว่าได้ปัญญานั่งเชี่ยวเป็นลือเพื่อไอ้โกนเจ้ายังนั่งเมียนจิมนาแจ๊ดดังเพื่อมันไตรเรชกาไอ้บานโดยตะเกียรอตรับสมบัติบานโดยตะเกียแบบบัดท่านเนี่ยปริเนี่ยสลายนามาในยงเยียดบ่ยงเยียดมันอ้อยโกนเจ้ารินเล่าตะเกียท่านเนี่ยสลายยังไงเมียนคลาเนี่ยนะก่อนเนี่ยตะบานรักเรียนโซเจดังนักที่เตยไกลกลางไอ้บ้านเมียนคลาแต่ปัจจุบันนั่งเมียนได้ป่ะไม่เอาเกี่ยวไอ้เรียนโซบัญจังยังเนี่ยการพุทธศาสนาเราแต่อ้อยโกนเจ้ายังเรียนโซตะบานได้นี่ประสังอะไรกันเนี่ยนี่ประสังนั่นเนี่ยไปพุทธศาสนานั่งให้ได้บุพุทธโลไอเรียนโซนะคือประสังไอเรียนมันเองแต่เรียนโซเอาแจกเธอแจกวินัยไอ้ต่างเติมดันำพุทธบริษัทบานพุทธศาสนาเชียศาสนาปัญญาปังเรียนมโนไอ้แจกดังปมบัติสกัดละงองมโนเพราะพุทธลูกตรองช่วยเยอะมโนตะละงองได้โกได้ก็ไม่ใช่ยังมาทอกเนี่ยไปโกไปก็ไปเอาการอากิแจกดังเต้ากิแก่กิชนายเราตรับสมบัติไอ้บ้านต่างออกเงินจะอาสระนิกรมอ้อยไปให้ถวยปันได้ปันดอยที่
យើងចាស់ចាស់បោហួសទៅហើយយើងកើតនៅពេលសម័យដែលប្រទេសជាតិវាមានផលវិបត្តិខ្មែរក្រហមមានបានរៀនបានសូត្រអីហ្នឹងហើយរវល់តែកុមារឈានមុខឈានអីឥឡូវវាហួសហើយយើងប៉ុន្តែកូនចៅយើងឯកើតកុំឲ្យហួសដល់មកណារុញឲ្យវាទៅរៀនទៅសូត្រទៅសាលារដ្ឋាភិបាលលោកធ្វើសាលាឲ្យរៀនហើយទៅរៀនសន្សំយកចំណេះវិជ្ជាដើម្បីនឹងធ្វើជាបិទរបស់ខ្លួនឲ្យថ្លៃថ្នូរនេះជាពុទ្ធសាសនាដែលព្រះពុទ្ធលោកប្រាប់យើងណាព្រះពុទ្ធសម្ដែងថាបុគ្គលកាលណាមនុស្សដែលមានបញ្ញាហើយសំបីមិនមានទ្រព្យសោះក៏រស់នៅបានដែរនេះព្រះពុទ្ធលោកសម្ដែងប្រាប់គេយកបញ្ញានឹងឯងទៅដោះទៅដូររកទ្រព្យធ្វើការធ្វើងារសំបានទ្រព្យអស់ព្រោះបញ្ញានេះព្រះពុទ្ធលោកប្រាប់ហើយខ្ញុំដែលឮព្រះពុទ្ធលោកប្រាប់តែអញ្ចឹងដែរនេះនៅក្នុងគម្ពីរបត្រៃបិដកហើយអាត្មានាំមកប្រាប់ញោមហើយដល់ព្រះពុទ្ធលោកប្រាប់ថាអ្នកមានបញ្ញាសំបីមិនមានទ្រព្យសោះក៏រស់នៅបានដែរឃើញណានេះពុទ្ធិការបស់ព្រះពុទ្ធយើងណាជនអ្នកដែលអត់បញ្ញាទេសំបីមានទ្រព្យក៏រស់នៅបានដែរនេះព្រះពុទ្ធលោកសម្ដែងច្បាស់ហើយយើងមើលម៉ែឪសល់ទ្រព្យឲ្យនៅដីនឹងប្រមាណហិកតាដីស្រែដីចង្ការងាប់ទៅមានប្រាក់មកឲ្យទុកឲ្យកូនតែអាកូនល្ងងខ្លៅអត់ចេះដឹងអីទេកាលម៉ែឪនៅស៊ីជាមួយគាត់ក៏ដាំបាយគាត់ស្លោអីឲ្យស៊ីដល់ម៉ែឪងាប់ទៅមានណាដាំបាយស្លោឲ្យស៊ីទៅស៊ីខ្លួនឯងល្ងងទៅរយបានកាត់ដីលក់1ហិកតាទៅស្រែលក់យកមកស៊ីតែមកបើសិនគេអ្នកមានវិជ្ជាគេខ្វះទុនរកស៊ីគេលក់ដីនឹងបាន1ហិកតាតែគេយកប្រាក់នោះមករកស៊ីគេពង្រីកជារបរពេលដល់យើងអ្នកល្ងងលក់ហើយយកមកទិញបាយស៊ីទៅអស់នេះសេចក្តីល្ងងបំណោសោទៅប្រភេទអំពើពេលលាអបាយមុខផ្សេងទៅលក់ទ្រព្យលក់សម្បត្តិពុំនោះសតតែចាញ់បោកគេទៀតគេមកបោកយកអស់ទៅព្រោះយើងល្ងងគេពេញចោលតែចែកចោលទៅដោយរយតាមគេអស់ឯដីនឹងបានព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាបើគ្មានវិជ្ជាហើយសំបីមានទ្រព្យក៏រស់នៅមិនបានទេនេះព្រះពុទ្ធលោកប្រាប់ខ្ញុំដែលឮទេពាក្យដែលព្រះពុទ្ធលោកប្រាប់ណាដែលឮទេតាណាអត់ដែលឮទេនេះវាអាកំបាំងតែអញ្ចឹងពុទ្ធយើងកាន់ពុទ្ធសាសនាមានតម្លៃអីបើយើងអត់ដឹងពាក្យទូលមានព្រិនបដៅរបស់ព្រះពុទ្ធផងវិញលោកសំដែងមួយយ៉ាងទៀតថាមនុស្សដែលអត់មានបញ្ញារស់នៅយ៉ាងម៉េចជីវិតណាលោកថាអ្នកបុគ្គលដែលសាបសូន្យចាក់បញ្ញាដល់ប្រសើរហើយសំបីជីវិតរស់នៅជាមនុស្សនេះក៏ជួបនឹងសេចក្តីទុក្ខសេចក្តីខ្សឹកខ្សួលសេចក្តីថ្នាក់សេចក្តីជើងអៀតជើងអល់ក្នុងជីវិតដែលរស់នៅនោះណាជីវិតរស់នៅអត់បានសុខសប្បាយនិយាយទេរោព្រឹកខ្វះល្ងាចរល្ងាចខ្វះព្រឹកអញ្ចឹមពោះឯងផងអញ្ចឹមប្រពន្ធកូនផងវាខ្វះណាស់ហើយរកពេលរីករាយអត់បានទោះបីមហូបអាហារដែលបរិភោគរីរាល់ថ្ងៃក៏មានមហូបអីល្អប្រណិតគ្រីមក្រោះទៅត្រីងៀតត្រីឆ្អើមតែបន្ទូចទៅមិនឲ្យទៅវាពេញពោះបំបត្តិសេចក្តីស្រេកហ្នឹងគេណាគ្រាន់តែគ្រឿងបរិភោគក៏វាខ្វះខាតខ្សោយចឹងព្រះអង្គសម្ដែងថាបុគ្គលនឹងលុះស្លាប់ហើយទៅអបាយភូមិទៀតស្លាប់ហើយធ្លាក់ទៅនរកទៀតនេះមនុស្សល្ងងសួរថាម៉េចបានស្លាប់ធ្លាក់ទៅនរកតែវាក្រអីរកអីមិនបានទេលួចគេក៏លួចបោកប្រាស់គេក៏តែបោកប្រាស់ធ្វើម៉េចឲ្យតែបានបាយមកបរិភោគលួចប្រាស់កាប់សម្លាប់អីព្រមទាំងអស់ទៅសម្រាប់សត្វលក់ចិញ្ចឹមជីវិតសត្វតាមអំពើបាបកម្មទាំងអស់ព្រោះអំពើនេះដែលស្លាប់ហើយវាអត់រួចខ្លួនទៀតទៅកាន់អបាយទៅនរកទៀតញាតិមើលមនុស្សល្ងង
ชีวิตรอดនៅក៏ទុក្ខវេទនាស្លាប់អស់ឲ្យទៅសោយទុកក្នុងអបាយភូមិទៀតព្រមអំពើអាក្រក់ដែលខ្លួនធ្វើកាលពីមនុស្សនឹងឯងនេះព្រះសម្មាសម្ពុទ្ធលោកសម្ដែងប្រាប់ប៉ុន្តែវាយើងពុទ្ធបរិស័ទអត់បានសិក្សារៀនសូត្រពាក្យទូលមានព្រិនបដៅរបស់ព្រះសម្មាសម្ពុទ្ធទេម្ល៉េះហើយញោមញាតធ្វើបន់ធ្វើអីផ្សេងធ្វើទៅតាមទំនៀមទម្លាប់ដូនតាម៉ែឪទៅអត់ដឹងអីទេបងគេថាឲ្យខែភ្ជុំបិណ្ឌក៏ទៅគេទៅមិនដឹងគេធ្វើអីនឹងធ្វើដើម្បីអីខែភ្ជុំបិណ្ឌនឹងគេធ្វើដើម្បីអីដូចជាបន់ភ្ជុំបិណ្ឌនេះជាបន់គោរពវិញ្ញាណក្ខន្ធរបស់ពុព្វការីជនហ្នឹងជាដូនជាតាជាទូតលួតលាដែលកើតអនិច្ចកម្មអស់ទៅហើយគេដឹងគុណហ្នឹងគេបន់កតញ្ញូគេឧទ្ទិសកុសលតិកេណានុពទានគេឧទ្ទិសកុសលជូនដល់ទៅអ្នកដែលស្លាប់ហ្នឹងនេះបន់កាន់បិណ្ឌអត់ដូចបន់ចូលឆ្នាំនឹងបន់ធ្វើអីបន់ចូលឆ្នាំថាបន់ណខត្តរៈគឺគេត្រេកអរនឹងមនុស្សទាំងឡាយគ្រប់គ្នាហ្នឹងដែលឆ្លងផុតពីសេចក្តីទុក្ខសេចក្តីលំបាកមួយឆ្នាំ365ថ្ងៃហ្នឹងញោមញាតជីវិតនឹងបានឆ្លងពីជំងឺរោគាពីគ្រោះថ្នាក់អីសពបែបសពយ៉ាងជាពិសេសគឺសេចក្តីស្លាប់យើងបានឆ្លងផុតសេចក្តីស្លាប់មួយឆ្នាំមកហើយណាគេធ្វើបន់ចូលឆ្នាំគេបន់ណខត្តរៈគេត្រេកអររីករាយនឹងអាយុជីវិតគេដែលឆ្លងកាត់ទុក្ខសោករោគភ័យសេចក្តីស្លាប់អីផុតមួយឆ្នាំហ្នឹងគេត្រេកអរអញ្ចឹងគឺនេះគេលេងល្បែងប្រជាប្រិយហ្នឹងអាល្បែងជាប្រៃនេះមិនល្បែងស៊ីសងទេណាញោមតែថាទៅស៊ីសងលេងប៊ីលេងបោថាប្រជាប្រិយដែរមិនមែនទេល្បែងប្រជាប្រិយគឺច្រៀងលេងកំសាន្តទៅប្រាប់កាយអាយ៉ៃចោលឈូងចោលអីទៅគេលេងសប្បាយអត់មានចាយលុយចាយកាក់ទេបើស្ងាយអាត្មាលើកនិយាយថាលេងអាប៉ោងនេះអីថាល្បែងប្រជាប្រិយមែនទេអានឹងអបាយមុខប៉ុន្តែថានឹងអបាយមុខនៅវិន័យអរេវិន័យខ្លួនអស់ប្រជាប្រិយគឺល្បែងល្បាំដែលគេច្រៀងរំលេងដែលអត់មានចាយត្រិតចាយសម្បត្តិដែលខែចូលឆ្នាំញោមញាតមកមើលគេចោលឈូងលេងប្រាប់កាយអីលាក់កកសែងអីក៏សប្បាយរីករាយនឹងអាយុជីវិតគេដែលគេឆ្លងផុតពីសេចក្តីទុក្ខ365ឆ្នាំ365ថ្ងៃនៅឆ្លងពុតដល់សេចក្តីលំបាកឲ្យគ្រោះកាចបែងបានមកយើងឆ្លងផុតជាពិសេសគឺស្លាប់ញញែខ្លាំងមកស្លាប់អាកណ្ដាលថ្ងៃគេឡើងសាក់ចូលឆ្នាំថ្មីដែរឆ្លងបំផុតគេដែរក៏ស្លាប់ចឹងបានយើងរកគ្នានេះយើងសប្បាយរីករាយហើយឆ្លងផុតពីឆ្នាំចាស់ប៉ុន្តែនៅឆ្នាំថ្មីនេះមិននឹងយ៉ាងម៉េចនឹងអាណាទៅអាណានៅទេអានឹងប្រយ័ត្នត្រង់នឹងឯងដែលព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាឲ្យយើងសន្សំបុណ្យកុសលញោមកុសលដែលញោមត្រូវធ្វើមានទានមានសិលភាវនាជាដើមក្រិនជាទីពឹងរបស់យើងក្នុងពេលដែលយើងលះលោកនេះទៅកាន់លោកខាងមុខព្រោះត្រូវតែស្លាប់មានណាមួយចាស់សក់ទេយើងឃើញស្រាប់តែចាស់ស្លាប់វាខ្លះមិនបានដល់ចាស់ផងវិញនេះរដូវខែតិចរៀងរាល់ឆ្នាំញោមញាតតែរដូវខែតិចរដូវមនុស្សចាស់ស្លាប់តែឆ្នាំមើលទេខែល្ងាខែតិចរដូវមនុស្សចាស់ស្លាប់ណាអាត្មាសៀមរាបចាស់ច្បាស់វត្តស្លាប់មកស្លាប់ជាតិអស់ហើយនោះនេះមានស្លាប់ខ្លះទេញោមចំណាំសង្កេតណាពីមុនអត់ដឹងទេអាត្មាប្រាប់តែរដូវតិចគឺរដូវមនុស្សចាស់ស្លាប់រឿងអីថាអាកាសធាតុតិចមកឈាមរបស់យើងមកខាត់តែបានដែរណាទៅសៃឈាមទៅដើរឈាមដំណើរការអត់ស្រួលទេតិចមកខាត់អាស្រ័យនេះខែតិចតទៅខែតិចហើយយើងវាគ្មានអីទេណាគ្មានអីគ្រឿងកណ្ដៅក្នុងផ្ទះទេណាស់នេះដេកឆ្អើភ្លើងទៅដើម្បីឲ្យកណ្ដៅតិចឈាមនៅរត់នេះអាត្មាប្រាប់ឬក៏គេមានផ្ទះអញ្ចឹងក្តារអីរកចង្ក្រានឡូវច្រើនចិនហ្នឹងទិញខ្ជូងមកដាក់ទៅដុតក្នុងផ្ទះទៅបិទទ្វារបើជិះទៅកណ្ដៅ
làm ba nó nhung nhiệt bài bà hạt về ngợp sọ dương sầm na na là nhung nhiệt cái đáo có một đào slàm thì chia có một đào slàm pu ở đâu pu âm đấy máu ta biết tê sập bia sọ này ai ni srul na sọ nhom này thì chia có slap cái đau có slap là hai chấm nai pra tàu lơ ta kêu cái đau kêu thì chia nè hai thì chia bờ cầm đau mấy mình chênh pra sọ âm đấy thấy cái chênh pra bảo bờ cầm đau ở cái đau không phải khai cái đau bờ mà xin thì chia ở cái đau ai ta mà xin sao ta pra sai cái trái pra nàyนี่สระอเมริกบ้านปูอรบปูอเมริกมันตัวซาแต่สระเนี่ยไอ้เนี่ยร้อนเอาไอ้สระวนตีเจี๊ยกำลังเงบกระดาวกำลังเงบสระสระขยำหม้อแต่กระดาวก็เงบตีเจี๊ยกก็เงบไอ้แต่มันเมียนกระดิ่งกาปีนี่อากาศสุดที่จะอำนวยพรแล้วอาซีออกนีนะประเทศเย็นนั่นพอนั่งซ้อมอ่อนโยนเงียตั้งหลายจะแล้วปรับตานะแค่ตีเจี๊ยกก็ไปแต่ก็เงบอ่อนdương ọt đằng bỏ dương ọt đằng chứ mà sẽ đập bàn đấyสังเกตเมื่อแต่มาธรรมะตาเขาเอาแต่กายแต่เจี๊ยมาในจังกับจังออกเอาแต่เจี๊ยกันนำกรอยที่อาจ้าคือกรอยงบออกเสียเติมตอนนี้สำรับพุทธศาสนาคือพระสัมมาสัมพุทธลูกสำแดงพระรุ่ยมาอย่างเตี้ยนเวียนเมียนเตะตองคะแนนปีดามานาโยมเงียหายพอแล้วเนี่ยเมียนปัญญาหายโรคตรับสมบัติบานคลานเมียนปัญญาบารมบานเลยอันนั้นวิอาศัยกรรมพอท่านเนี่ยได้เมียนตรับสมบัติท่านโปรกิบาลบริจาตรับสมบัติเปิดเตียนหายนองการมนโมยเนอะเวียบซ้ำอาไตตะการแบบซ้ำปัจจุบันคือยังกำปงแต่เธอแต่เป็นเมียนพอจักในยังบ้านบอยจะเตียนหมกโบกเนี่ยบ้านยังเราตรับสมบัติบ้านชำราญการเมียนเนี่ยกลางเมียนปัญญาบารมสาวบ้านโมปีอดบ้านบอยจะเตียนเชียต้นการดามดำอาในยมเงียดเราเลิกเรื่องมวยโมมาเนี่ยเอาโมผมไปใส่สมวยในตีเมื่อเราวันละเจ็บตื่นพนมปิงมาบ้านน้อยหมดตีตั้งดีปริปรับมาจากบอลเราเราไปยุบหมดตีให้บอกบ่อตุกไอชันมาชนะบอลพอเตะตรงเนี่ยใส่พอบอลเราพนมปิงมองไปที่โจลเราสลายสลับสกุลเทวรีเอาไปใส่สลายซองนั้นเราตื่นต่อแต่ว่าก็ตื่นกี่โจลมาเนี่ยเรามองไปจะประกรรมวิธีใหญ่นี่ไปเชื่อมยังตีต่อมาใหญ่ปีบนจ่าประกอบหนังบนทำไมใหญ่เป็นยอดปีกรรมพอใหญ่ใช่ปะดามาได้ตาเมียนเปรียมมวยชั่วศพพอเมียนนมศพพอเมียนนมน้องเชี่ยวโกนต่อตีอยู่เปรียมต่อตีอยู่เปรียมไม่เชี่ยวลูกครูเปรียมเมเปรียมเป็นเรียนเกย์คำศาสนาเปรียมให้เป็นเรียนโกนปลอกเกิดมาศพเมียนนมต่อตีเปรียมเกิดกลมนั่งนะเกิดมันได้เพื่อเตียนไอ้เต้เตี้ยเกิดมันง่ายไปว่าเช็ดตะปนเนี่ยก็เล่มือเนี่ยก็แต่เกิดมันได้ตัวเชียนได้เพราะเกิดการศาสนาเปรียมเกิดมันได้อ้อยเตียนสลาครีมมาเจนรีสลาครีมมาเจนนั่นมาลูกมาเจมรีเธอเทียเตียนนั่นนะอันแต่ก็กลมนั่งเอาสัตว์บ้านให้กับปะดาวโกนกันถ้าโกนศพเมียนนมตรับสมบัติเยิงใบยังเราบ้านให้ยังแจกตัวนี้เดือดตีนะให้วิอัดเมียนสมบัติตรับไอ้กวางในระว่าอะไรแจกตัวเกี่ยวถ้าคนไอ้มือกันดีสัตว์กันนี้ว่าติงจุนได้มาเนี่ยมาก็หมกโบกัดจะตำโบกับมันยอดโกนเนี่ยตรับเราบ้านมาก็อ้อยนะก่อนอ้อยที่ครออัดเมียนบ้านดีกำนันสวัสดิ์สว่างตรงจังดังจังก็เอาตรับเอาสมบัติก็ตกได้ฟื้นเตียนไอ้เต้
มันก็ถ้าไอ้มือขมมไปตัวตรับโยลมอ่องกาชื่อเมาหมกกอกาเชียสมบกเชียดมเชียกอดมโกนกลมจำนายทรัพย์สมบัติไอ้เมียนอ้อยจนนาสอคนไอ้มือสเบาเพลียงสเบาเพลียงวันเลิศแล้วมันนึกเชื่อถ้ากระเด็กว่าลูตัวรู้อยู่ไรแต่อ่อนนั่งยีไปกาอ้อยเตียนเจ้าเกิดกำนันทรัพย์สมบัติการได้กำนันทรัพย์สมบัติมันอ้อยเตียนในยงเงียนหนึ่งเมียนพอวิบากดอกล้วนเองสลับอ้อยมันรวยล้วนเลยหนึ่งตุกเกิดเชื่อสัตว์เดรัจฉานเกิดไอ้ไทยรักษาทรัพย์สมบัตินะต่อตีเปรียมทรัพย์สมบัติเกิดเมียนมันเห็นตุกเลยแต่ก็โยติชีเลยเจ้ากอบสมงัดอะไรนาดังนี้ดาวิเลียกัดสลับจัดอารมณ์เกิดเวียนนึกเคยนังทรัพย์สมบัติในสดายทรัพย์ได้สมบัติฉันนั่นเจียบเบิ่งบัดดาวิเลียกัดสลับเต๋อตุกาดน้องไม่ชแก่กัดกันเจมไม่ชแก่มวยน้องเตี้ยนะตุกาดจะโกนชแก่นะแต่โกนชแก่นั้นก็วิเชดังมือเต๋อโดยเชื่อมโนแจ้งยัยสลับเขียบบ้านในบ้านด้วยศพผมเมียนบนั่นก็สลันชแก่นะพอสลันจิตสนัดลูแลแท้เติมเจมเดสามเมียนมันนุกอ้อยราซาชแก่นมันเนี่ยปีเนี่ยเตียนการนาเกิดเมียนตำนาตำนาชแก่วิจูนตำนาเจนเดี๋ยวพอระวังเตี้ยถ้าบ่าวมอไปแต่เวียแต่เปเกิดมออะไรเงี้ยเกิดแต่เวียชแก่แต่จำเมื่อระวังจำตำนาตัวสวากลุ่มกันมอกับสลันชแก่เราไทยมวยเป็นสมาสัมพุทธลูกปุตตำนานิมนต์กัดละแอบภูมิเตี้ยนั่งเต๋อแกน้องเวตัวปลูกเคยปปนองค์สอนตัวปลูกว้าวบ้านปปนหลวงเมียปนอีกาตังเต่าตีเปรี้ยไม่ปลูกไอ้เดท่าก้อนถ้าจะถ้าปลูกไอ้เดท่าก้อนกันปปนหลวงท่าปนัยแกน้องบอกกับบานพิ้งเป็นมาตลอดมาหมดแล้วเราตัวเด็กน้องแพ้อดเงือบอันหน้าอ้อยมาโฮบอริโภคกับหม้ออันเนี้ยแท้แต่ซาหน้าเฮาก็มันมือตัวเด็กดังฉันต่อตีเปรียมอาศพปเมียนกก็เจนตะกราวเราเปกับเมาวิ่งบัดแกมันเคยตัวก็ชงอสู้ถ้าไม่บัดแกมันเคยมาตัวตำนาเกิดริงเราสับดองแกมาสวากุมบ้านปุเนี่ยบมรานังปราบทั้งลูกไม่จ่าแก่นั้นโน่ตัวเด็กไทยหาวก็มันเงือบมืออ้อยมาหกอาหารก็มันบริโภคสู้ตะเรื่องไอ้สู้เนี่ยบำราตาเตปรึกมันยสามณะโคดดำลูกปุตตำนาก็แบบภูมิไอ้เมียนประสังเชียบริวารให้พร้อมแก่เนี่ยเคยไปตัวปลูกดอกปลูกเธอก็สามณะก็ดำทั้งมันเนี่ยต่อตีเปรียงไม่หมอปลูกไอ้เดท่าก้อนก็นรกท่าไอ้ปนไอ้บอกกับบ้านมันนตัวเด็กน้องไผ่บินน้องไผ่ก็ได้หยุดดังคลุ้งมาปกตินะปวดอันฉันต่อตีอันไหนศพเมียนนบลึกยี่ปลายกขังการกำหังเพียงแต่ยี่สับนะก็ดำไม่ปันหมดทานลูกปุกอันเจ้าการชกายยังลูกปุกอันเนี่ยตกการเอาทานสู้จุ่มน้องเปรียมจุ่มเนื้องานลัดที่เปรียมไม่บ้านเมืองเงี้ยเอาปุกอันจังทั่วตำหน้าเตยวัดเจตปอนมาตะตงตะตางเตยตำตูสักขันบ้างแต่เราต้องสู้ปุถุทะเรื่องไอ้มันสามณะกูดำท่าเอาปุกบายืนต่อการแก่เจ้าเมืองเงี้ยเอาปุกปองวังตะกอลบายืนตามเป็นโลปุกยืนก็ต่อการเราจะมวยเปรี้ยมันได้มาปุกโลกเราสงีมดาวศพเมียนนบนั่งเย่ยถ่ายเลยเต้ลูกปราณตามมันเนี่ยเปรี้ยเราเนี่ยไอ้ตลอดตุกเตี้ยวิ่งตามไอ้เนี่ยไอ้ตัวเลี้ยมาหกอาหารหาอ้อยชกายสีได้ชกายนเวมสีลูกปราณอย่างนั้นไปอ้อยชกายนเวสีจะแอดหายเนี่ยไอ้น้ำแบบพันดาตัวขนมภูมินะบ่เคยชกายนเวปลุกกระกายไอ้ตานาเนี่ยไอ้อ้อยชีเดี๋ยวเคยไอ้ลูกปราณนาอย่างแล้วลืมจะสอบเป็นเมนตลอดมาวิ่ง
ត្រឡប់វិញក៏លាយអាហារឲ្យឆ្កែស៊ីមែនហើយឆ្កែនៅស៊ីឆ្អែតហើយគឺគាត់បណ្ដាលក្នុងភូមិទៅឆ្កែនោះវាព្រុសកកាយឲ្យមនុស្សជីទៅឃើញកំណប់ត្រាប់ដែលឪពុកជីអានឹងជាព្រោះតាបានសុពមែននោះក៏ជឿអូលោកពុកអញទៅកែឆ្កែមែនហើយប្រព្រះសម្មាសម្ពុទ្ធលោកត្រង់ញាណលោកដឹងចតិបដិសន្ធិរបស់សត្វលោកអ្នកណាស្លាប់ឲ្យទៅកើតអីក៏លោកដឹងដែរមានជំនឿជឿអញ្ចឹងបានសុពមែននោះក៏ជ្រះថ្លាក្នុងពុទ្ធនោះពីត្រឹមថ្ងៃហ្នឹងហើយគាត់មានចម្ងល់គាត់ថាចាំមនុស្សកើតមកមិនបើវាមិនដូចគ្នាណាខ្លះកើតមកមានអាយុវែងអាយុខ្លីឯណាគាត់ឆ្ងល់14យ៉ាងក្នុងសាសនាព្រាហ្មណ៍គេថាព្រះប្រទានឲ្យតែព្រះអាទិទេពអេសោនរាយគឺប្រទានឲ្យបានគេហៅព្រហ្មលិខិតណាដែលលើកនិយាយព្រហ្មលិខិតទេតាអារគេនិយាយពាក្យព្រហ្មលិខិតអ្នកកាន់សាសនាព្រាហ្មណ៍ទេគេថាព្រះអាទិទេពលិខិតកំណត់មកឲ្យអ្នកឯងមានបុណ្យមានស័ក្តិមានទ្រព្យមានសម្បត្តិយកស័ក្តិអីគឺស្រេចនឹងព្រះប្រទានឲ្យទាំងអស់យើងមិនចាំធ្វើអីទេឲ្យតែព្រះអាទិទេពលោកចូលចិត្តគេជឿថាអញ្ចឹងសាសនាព្រាហ្មណ៍អត់ដល់អញ្ចឹងសុពមាននោះក៏មិនជឿថាដូចជាឃើញថាទ្រឹស្ដីក្នុងគម្ពីរតែសេចក្តីពេញដូចជាមិនមែននឹងអ្នកណាម្នាក់ក៏នៅតែសង្ស័យដល់ពុទ្ធលោកត្រាស់ដឹងឡើងល្បីថាពុទ្ធនឹងមានបញ្ញាណាពុទ្ធលោកមានបញ្ញាជាងមនុស្សទេវតាណាយើងគោរពត្រង់លោកមានបញ្ញាស្អីក៏លោកដឹងដែរទៅទូលសួរពុទ្ធអំពីចម្ងល់របស់គាត់ថាបបិទ្ធទៅជួបនឹងពុទ្ធថាបបិទ្ធប្រគួតដំដល់ចម្រើនខ្ញុំព្រះអង្គឆ្ងល់មនុស្សកើតមកមិនមកវាមិនដូចគ្នាឆ្ងល់ថាមនុស្សអត់ដូចគ្នាថាមកវាហេតុអីសម្រាប់ខាងសាសនាព្រាហ្មណ៍ថាគឺអាទិទេពអ្នកប្រទានឲ្យតែខ្ញុំដូចមិនជឿតើព្រះសមណគោតមយល់យ៉ាងណាដូចជាអ្នកខ្លះកើតមកមានអាយុវែងអ្នកខ្លះកើតមកមានអាយុខ្លីខ្លះកើតមកមានជំងឺច្រើនខ្លះកើតមកមិនសូវមានជំងឺខ្លះកើតមកមានពើសម្បុរល្អខ្លះកើតមកមានពើសម្បុរអាក្រក់ខ្លះកើតមកមានបុណ្យស័ក្តិធំខ្លះមានបុណ្យស័ក្តិតូចខ្លះកើតមកមានទ្រព្យសម្បត្តិច្រើនខ្លះមានទ្រព្យសម្បត្តិតិចចម្ងល់ក៏ដែរក៏ឆ្ងល់ខ្លះកើតមកក្នុងត្រកូលខ្ពង់ខ្ពស់ខ្លះកើតមកក្នុងត្រកូលថោកទាបខ្លះកើតមកជាអ្នកមានបញ្ញាឈឺឆ្លាតខ្លះកើតមកអ្នកល្ងងខ្លៅចម្ងល់របស់ក៏សួរតើព្រះគោតមដល់ចម្រើនយល់យ៉ាងណាដែរសួរពុទ្ធបារពុទ្ធធម្មនេព្រាមកម្មੰសុទេវិភ័យតេយតិទាំងឯណបណៃតតាយៈប្រស័ព្ទទាំងអស់នោះបានធ្វើអំពើកម្មវាខុសគ្នាអ្នកខ្លះធ្វើល្អច្រើនខ្លះធ្វើអាក្រក់ច្រើនបានថាកម្មនាវតតីលោកសត្វលោកគឺទីពឹងផលរបស់កម្មខ្លួននឹងឯងគ្មានណាឲ្យទេលោកថាអ្នកដែលគេកើតមកមានអាយុវែងព្រោះគេមិនដែលបៀតបៀនសម្រាប់ជីវិតសត្វទេមានតែគេអាណិតគេជៀសវាងការសម្រាប់ជីវិតសត្វអ្នកនឹងមានអាយុវែងឯលោកប្រាប់តែអញ្ចឹងហើយអ្នកដែលកើតមកមានអាយុខ្លីព្រោះអ្នកនោះចូលចិត្តនឹងសម្រាប់បំបត្តិជីវិតសត្វនឹងបានអីទេទ្រព្យសម្បត្តិព្រោះឯងមានចាយមិនអស់ហើយតែនាំប្តីប្រពន្ធទៅស្ទួយត្រីលេងណាតែចង្រៃអញ្ចឹងទៅស្ទួយត្រីលេងទៅសម្លាប់គ្នាហ្នឹងឬទ្រព្យសម្បត្តិចាយមិនអស់អានេះឯងប្រកម្មហ្នឹងឯងបានអាយុខ្លីខ្លះសម្រាប់សត្វនឹងចិញ្ចឹមជីវិតជាចំនួនជួញប្រែទៅទៀតហេតុនឹងឯងដែលធ្វើឲ្យមនុស្សនោះមានអាយុខ្លីហើយសម្រាប់អ្នកដែលកើតមកមានសុខភាពល្អថាគេមិនដែលទៅបំភ័យបញ្ញាបង្អើលសត្វឲ្យភ័យខ្លាចតក់ស្លុតអីទេគេដែលខ្លះហ្នឹងមនុស្សយើងចូលចិត្តទៅបំភ័យទៅបញ្ញាទៅបន្លាចសត្វដទៃអូភ័យផ្អើលខ្លាច
หรือมันนึกเนี่ยไอ้เรื่องเนี่ยคลาดขโมยจะเธอขโมยโลงเนี่ยเฮ้ยรถปลึงอันนั้นปีวิเรียนจังปะบ้านเกิดเมานึงเมียนรูปเกียร์เจริญปัญอายุเวงเนี่ยอายุ7-8 ในปังไงนะก็พัฒนาได้เพราะพอกรรมในการไปเนี่ยปังอาสาเอาอยู่ไปกลายสำหรับเนี่ยได้เกมมันเมียนชมงือเกมเมียนสกเพียรเพราะเกมมันตะบีเบียนผมให้สัตว์เอาตีไอ้กลายเตะไอ้เพียบเลยวันเนี่ยได้การเมาเมียนเปื่อสมบัติละอ้อถ้าเกเนี่ยนึงมันเศร้าเมียนก็มาหันได้เปล่ามันเศร้าแจ๊กกรอดคันบางครั้งมันเต้นเป็นตัวก็ระเลียยสัตว์บัดเตากิมมันจ้องก็มาหันนั่งตกวันนี้ได้การก็มาหันมันจำแต่เชียนมงแต่เชียนนะแต่ครั้งสลังบัดออกเชี่ยมไปมงเอาโตสาวไปเถอะจ้ะวันนี้ได้ข้างเจริญเนี่ยได้ข้างเจริญมายังเป็นเน็ตมือสังคมยังสัตว์ทั้งหลายนี่เจริญมันอะไรบอกบาสกาข้างเจริญนะเงี้ยตกข้างนังโกนข้างเจ้าข้างน้องประเดี๋ยวประมาณแม้นั่งข้างประมาณดองวันนี้สมอ้อยปันทูปันถอยกำลังเจนยาถ้ามาปรับเรื่องเป็ดเปล่ายังไม่เตี้ยมันอะไรนี่คำจรานะปอยว่าแต่ข้างไงนั่งข้างมันดองเตอาศัยในบ้านทำเมียนเปื่อสมบัติละก็ตัวใบเมียนเล่ยมมาเรียบช่วยก็น่าจะช่วยมันรวยเปล่าสมบัติละกรอบอย่ามองโดยสาอันสังนี้จะได้ขันกรอบจรานะในเกณฑ์เนี่ยการมองเมียนเปื่อสมบัติละอ้อทำมาเจ็บเพราะเกณฑ์มันจองกรอบขันตกขันเต็มด้วยกีรำสายตัวเองวันนี้ได้การเมาเมียนบอนสะทมท่านเนี่ยนั้นไปเชียดมนมอคือเมียนมุติตาเธอทริอริเรียตามเมียนมนุษย์นองตรสรบภูมิเนี่ยนาเกเมียนบนเมียนสะตรับสมบัติให้มือเต้าก็เคยนึกทั้งเจ้าตะโกนนั่งไงที่เธอบนไอ้ปื้อไอ้ละอ้อได้ปะปวนเกก่อนใหญ่แค่นี้ก็ละอ้อประตูเมียนก้นเจ้ากับบ้านประกอบโดยเธอกีบ้านสับสบายกับน้องตะโกนช่วยเตะอ้อเกนี่นะกีบ้านตะการยืนเตะอ้อจุดถ้าตะกี้เธอบนไอ้บ้านจังสำหรับเนี่ยได้บ้านถือบนถือไก่กาไอ้กำบ้านลังบนสะทมท่านเนี่ยนั่งเมียนสกได้ชรนัยเน้นเตียนนังเกบ่เคยตะโกนครูซานาเกบ้านซอกเมียนสมบัติตรับชรามเกเรียจะมวยประเดี๋ยวปนครูซาชรนัยเน้นเตียนเกสอบเก่งเย่อักระไปเกปรับตัวเนี่ยนี่เราทหารต้องอักระอยากจะตามเป็ดเย็นแต่ชรนัยนังเกมวยปังไก่เกนะบทดังจังก็เชียนาคตเพื่อไกลกลางไอ้ก็มันบานบอนสะทมเหมือนที่ได้ปออันนั้นให้เป็นจังไปสำรับเนี่ยได้การเมาเมียนตรับสมบัติจรานเพราะที่บ้านบริจาคตรับสมบัติเพื่อเฉียดเตียนหายขนมการมนขนมนำมนหรือขนมเชียนมนหมออานิสังมาได้อายอ้อยกินเมียนตรับสมบัติจรานคือถ้ากรรมมาไตตะเบียบซ้ำหนึ่งปัจจุบันปัจจุบันก็ยังเพื่อยังเราเมียนพอจะนั่งคิวจนน้องบ้านเราตรับสมบัติมากกว่าบ้านจราเพราะบ้านบริจาคตรับอ้อยเตียนเจดามโดยโยมเมียสัตย์ไงนี่เคยเชียร์ทลานนังกาอ้อยเตียนจราหน้าซับตีซับอะไรต่างปอนี่จำนายตรับสมบัติเพื่อเตียนสำหรับเนี่ยได้กรอบสั้นตรับสมบัตินั่นคือกลุ่มนังสวัสดิ์สวรรค์โดยเชียร์ต่อตีเปรียมอย่างไงนะสลับตัวตะการแก่น้องเตี้ยไอ้ยังบาปโปรตรับสมบัตินั่นไอ้เพราะมันบ้านจำนายตรับสมบัติอ้อยเตาเชียเตียนไปสำรับเนี่ยได้การเมาขนมตะโกนไอ้ควงขวคือเชียบุกวลไอ้เจ๊กรุบเจ๊กอดแกรนดอสมณะเจ้าดอจักประเทศเจ้าลูกเนี่ยเมียนเซลเนี่ยปลายประเด็นแจ้อ่อนแจ้งต้นกรบโลกต่อสะสู้เทิบวินัยหรือเอาไว้ได้ครูชอนต่อสู้เรื่องประเด็นเนี่ยปลายนะอาศัยเหตุนี้บ้านเจเมียนปัญญาจราสำหรับเนี่ยได้ละงองอับเอ็ดปัญญา
ឮថាអ្នកប្រាជ្ញបណ្ឌិតណាមកកុំចេះគោរពទេចង្អេងចងាងមានអាស្មិចមាននេះពោប្រកាន់ខ្លួននឹងហេតុនឹងហើយបើកូនម៉ែអត់ស្ដាប់បង្គាប់ម៉ែឪទេតែស្ទាវហ្នឹងមិនចេះគោរពកោតក្រែងទើបកើតមកនឹងអនាគតទៅកើតក្នុងត្រកូលថោកទៀតកូនថោកទៀតព្រមចេះគោរពគេណាសម្រាប់អ្នកកើតមកមានបញ្ញាឆ្លៀវឆ្លាតគឺគេឧស្សាហ៍សិក្សារៀនសូត្រចំណេះចេះដឹងហ្នឹងសម្រាប់អ្នកដែលល្ងងខ្លៅអត់ចូលចិត្តរៀនសូត្រអីទេឬអ្នកប្រាជ្ញបណ្ឌិតណាមកគេបបួលទៅស្ដាប់ធ្វើឲ្យអត់ទៅចិត្តឯកេញចេញពីអ្នកប្រាជ្ញជាងការគាត់ថ្មាស់តែទៀនអ្នកប្រាជ្ញទៅទៀតពលនេះកម្មនឹងឯងដែលពុទ្ធលោកសំដែងប្រាប់ដល់សុភមាននំថានឹងគឺយើងធ្វើទាំងអស់អត់មានណាឲ្យយើងទេយើងញាស្ដាប់តែអាត្មារៀបរាប់គឺអំពើរបស់យើងធ្វើទាំងអស់គឺកម្មនឹងឯងព្រោះយើងអ្នកកាន់ពុទ្ធសាសនាជាបុគ្គលដែលជឿផលនឹងកម្មរបស់កម្មនឹងផលរបស់កម្មគឺការងារដែលយើងធ្វើទៅវាបានផលនោះវាចេញពីការងារដែលយើងធ្វើនឹងឯងនេះសម្រាប់ពុទ្ធសាសនាលោកសំដែងប្រាប់ទាំងចឹងលោកបពុទ្ធភាសិតយាតិសង្វបតិពីជាងតាតិសង្លបតិផលังកល្យាណករិយកល្យាណังបាបករិយចបាបកម្មថាបុគ្គលសាប្រុសពូជបែបណារមែងបានផ្លែផ្កាបែបនោះញោមយកស្រូវទៅបាចនឹងស្រែតែផ្លែមកវាស្រូវមកវិញហើយញោមនេះយកក្រពោតទៅដាំតែផ្លែមកវាពោតមកវិញហើយយកតន្លងទៅដាំតែដល់កើតមកវាមើមតន្លងមកវិញហើយនេះបានថាបុគ្គលសាប្រុសពូជបែបណារមែងបានផ្លែផ្កាបែបនោះបុគ្គលអ្នកធ្វើអំពើល្អនឹងបានផលល្អធ្វើអំពើអាក្រក់បានផលអាក្រក់សត្វតែការងាររបស់ខ្លួនទាំងអស់មានក្រអីខ្លួនយើងសក់ទៅគឺខ្លួនយើងទាំងអស់នេះជាពុទ្ធសាសនាដែលព្រះពុទ្ធលោកសម្ដែងប្រាប់ពីហេតុផលបានតែញោមញាតនេះផ្កាឈូកនេះជាផលហេតុគឺដើមវាបើមិនមានដើមឈូកក៏គ្មានផ្កាឈូកដែរនេះពុទ្ធដីកាព្រះពុទ្ធលោកសម្ដែងនេះអានេះបញ្យល់ញោមតែពីផ្កាឈូកចំមនោនៃញោមនឹងមិនមានហេតុមានផលដែរមានហេតុផលតែគ្នាយើងដែលជាកូនណាជាផលរបស់ម៉ែឪជាហេតុណាបើមិនមានហេតុគឺម៉ែឪអត់មានយើងផលជាកូនទេតែយើងកូននេះវាត្រឡប់ទៅជាហេតុវិញបានចៅនឹងជាផលអាចៅដែលជាផលត្រឡប់ជាហេតុវិញបានចៅទូជាផលចាំបើទៅលើវិញថាយើងជាផលម៉ែឪយើងជាហេតុម៉ែឪយើងជាផលរបស់ម៉ែឪកచ్చిតាណាទីវាតនេះចេះហេតុផលទៅដល់ទៅលើពុរេប្រវត្តិមនុស្សដែលកើតនៅលើទឹកដីកម្ពុជាយើងពីស្មើណាមកពូជយើងទាំងអស់បើមិនមានពួកហ្នឹងអត់មានយើងទេណាបើហេតុផលចេញតនេះប្រពន្ធលោកប្រាំចឹងនេះបានអាត្មាជំរាបរឿងមួយចាំដល់ចូលឆ្នាំណាំក្រោយញោមទៅកំសាន្តចូលខែចូលឆ្នាំទៅមើលក្នុងជាងបាយ័នគេឆ្លាក់រូបនៅក្នុងជាងបាយ័នឆ្លាក់ពីជីវភាពរបស់ប្រជាពលរដ្ឋញោមទៅមើលមានបរទេសគោរទេសក្របីជីសេះជីតម្រៃខ្លះដើរថ្មើរជើងមានពីជីកកូនដឹកដៃកូនពោកូន3កូនទូលពង្វៃអីទាំងអស់មានរែកអីទាំងអស់អានឹងគេឆ្លាក់ជីវភាពរបស់ប្រជាពលរដ្ឋនៅសម័យសតវត្សទី12 13រូបនឹងពេជ្រណាបងជាស្ដាយវារូបសម័យហ្នឹងនឹងយើងស្ងាយខុសគ្នាយើងទៅមើលទៅនោះមានសម្ពុតមានខោទៅបងកលេងខ្លួនទៅទាំងស្រីទាំងប្រុសណាលេងខ្លួនណាគឺថាការស្លៀកពាក់អត់ដូចយើងសប្តាហ៍ថ្ងៃទេយើងសប្តាហ៍ថ្ងៃនេះវាល្អទំនើបធៀបនឹងមនុស្សនោះខុសគ្នា
ถ้าមកពីមនុស្សដែលកើតមកតគេបដិរូបគេកែច្នៃខួរក្បាលគេកែច្នៃបង្កើតគ្រឿងសម្ភារៈប្រើប្រាស់ឲ្យទំនើបញោមនេះសម័យហ្នឹងបរទេសគោលទេសកបីជិះសេះជិះតម្រៃត្រូវការធ្វើដល់ថ្ងៃមានគោកបីណាស់បរទេសទីជិះសត្វរថយន្តញោមមកគ្រឿងម៉ាស៊ីនអាហ្នឹងគេបដិរូបគេធ្វើរបស់ដែលមិនទំនើបឲ្យវាទំនើបប្រពន្ធថាបដិរូបកែច្នៃឲ្យល្អផ្លូវថ្នល់ពីមុនមកចាក់គ្រោះក្រហមចាក់ដុំថ្មទេដល់ផុសឡើងក៏គិតគ្រៀតអត់ល្អគេបដិរូបចាក់ជឿកៅស៊ូលលីងក៏បេញសប្តាហ៍ថ្ងៃនេះចាក់បេតុងនេះអានេះក៏បដិរូបគេកែច្នៃឲ្យទៅនៅវិស្ពានឆ្លងស្ទឹងសៀមរាបអាត្មានៅពីក្មេងសោះស្ពានឈើទេណាថ្ងៃនេះខ្ញុំទៅរកទៅស្ពានឈើបើឃើញសត្វតែបេតុងថ្មឆ្លងអានេះเขาបដិរូបគេកែច្នៃបញ្ញារបស់មនុស្សនឹងឯងគេកែច្នៃឲ្យប្រឌិតឲ្យល្អឡើងញោមមើលសម្លៀកបំពាក់យើងទៅធៀបពួកនឹងបានណាអត់តែខុសគ្នានឹងបានព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាចក្រធើ4ចក្រគឺកង់មកវិញនាំឲ្យជីវិតមនុស្សនឹងរស់បានស្រួលមានធើ4យ៉ាងមួយថាបដិរូបបទេសវាសោចៈគេប្រទេសជាតិគេបដិរូបកែច្នៃបានអស់ហើយគេរដ្ឋាភិបាលថ្ងៃកាន់តែធ្វើឲ្យទំនើបបដិរូបកែច្នៃឲ្យទំនើបទី2សពរិសោបសង្សេវៈប្រទេសយើងសម្បូរអ្នកប្រាជ្ញបណ្ឌិតបញ្ញវន្តណាហ្នឹងដែលធ្វើឲ្យប្រទេសជាតិបានសមកពីសម្បូរបណ្ឌិតធនធានមនុស្សបញ្ញវន្តទាំងផ្លូវលោកផ្លូវសាសនាអីទាំងអស់កសាងប្រទេសជាតិបានទី3អត្តសមាបនិធិឲ្យយើងជាប្រជាប្រដ្ឋតម្កល់ខ្លួនឲ្យត្រង់កុំឲ្យត្រេកត្រោតក៏ឲ្យលឺស្អីក៏ភីងលឺស្អីក៏ភីងទៅតាមគេណាមុននឹងជឿមានបញ្ញាត្រូវតម្កល់ខ្លួនឲ្យនឹងញ៉ាក៏ឲ្យត្រេកត្រោតទី3ពពេកតបញ្ញតាភាពដែលខ្លួនយើងបានសន្សំសេចក្តីល្អហើយក្នុងកាលមុនទុកដល់នៅធ្វើសេចក្តីល្អបានថាជីវិតរបស់មនុស្សយើងទើបតែមានធម៌បានសមធ្វើគឺសេចក្តីល្អអ្វីដែលយើងធ្វើល្អទាំងអស់លោកថាធ្វើហើយបើមិនមានធ្វើអត់បានសោកទេនេះលោកថាចក្រធើ4ទី1យើងបាននៅក្នុងប្រទេសដ៏សមគួររដ្ឋាភិបាលកែច្នៃរចនាសម្ព័ន្ធអីអស់ទំនើបអស់ហើយទី2សពរិសោបសង្សេវៈដែលសាប្រទេសយើងសម្បូរអ្នកប្រាជ្ញបណ្ឌិតទាំងប្រសង់ទាំងក្រខ្ញុំនិយាយមើលសត្វតែធនធានមនុស្សទាំងអស់ហើយជាបណ្ឌិតអស់ហ្នឹងមកពីទី3សូមឲ្យយើងតម្កល់ខ្លួនឲ្យត្រង់កុំឲ្យលឺអីក៏ជឿក្ដួលបារមីស្អីចិនចូលក៏ទៅជឿអានឹងគេហៅថាមង្គលភាពអរកុំតាំងខ្លួនឲ្យត្រង់ជឿអីមានហេតុផលតាមដែលប្រពន្ធលោកបញ្យល់ចឹងជឿហេតុផលបានទី4ភាពជាយើងបានធ្វើសេចក្តីល្អមកឲ្យខ្លួនយើងពីមុនមកព្រោះវាផ្សំ4ហ្នឹងគឺជីវិតនឹងបានសោកសួស្តីមានគល់ល្អប្រសើរនេះជីវិតយើងសប្តាហ៍គឺស្ថិតនៅក្នុងប្រទេសដ៏សំគួរហើយនឹងសូមឲ្យយើងញាតជ្រាបចឹងនេះហេតុផលបពុតលោកសំដែងថាមានណាបកាយជាងមនុស្សរួចញោមទៅជឿថាទេវតាបកាយជាងមនុស្សក៏ខុសនឹងបពុតលោកសំដែងទៅទៀតមកបំបីសំដែងដែរគេហួសមកទៅក្នុងពេញទៅទៅគ្មានណាបកាយជាងមនុស្សទេណាញោមញាតឥឡូវសំដែងទៅនឹងបន្តិចទៀតបញ្ជាក់ថាមនុស្សប្រពន្ធថានៅលើដីក្រោមមេឃមានណាបកាយជាងមនុស្សទី1ចិត្តរបស់មនុស្សវាខ្ពស់ទាបជាងគ្នាទី1ហៅកម្មាវិចរកុសលចិត្តមនុស្សប្រកបដោយកុសលចេះធ្វើទានធ្វើសិលអីទាំងអស់ប៉ុន្តែជីវិតមនុស្សវាជាប់ជំពាក់ដោយរូបសម្លេងក្លិនរសគឺប្តីប្រពន្ធកូនត្រឹបថ្វានោះជាប់ជំពាក់គេហៅ
ចិត្តជាកម្មាវិជ្ជាកុសលគឺឯកឧត្តមអស់លោកញាតិទាំងអស់នឹងឯងបងកាលណាអស់ជីវិតទៅកើតទេវតាក្នុងឋានសួគ៌6ជាន់ទេវតាជាប់ជំពាក់នឹងកាមគុណមានប្រពន្ធមានកូនមានស្រីមានប្រុសបរិភោគមហូបអាហារឲ្យដូចតែញោមញាតិយ៉ាងដែរប៉ុន្តែរបស់ទេវតាសតទៅព្រោះបុណ្យដែលគេធ្វើទេវតាអត់មានចង្ក្រានឆ្នាំងអីទេលោកចង់មហូបអីតែនឹកទៅវាកើតមហូបនឹងសម្រេចឲ្យចង់បានរបស់អីនឹកទៅវាកើតនេះគេកម្មាវិជ្ជាកុសលចិត្តចិនទី1ចិនទី2រូបាវិជ្ជាកុសលចិត្តពួកមនុស្សដែលចម្រើនសមាធិគេអប់រំចិត្តគេឲ្យប្រព្រឹត្តទៅក្នុងរូបឈានមាន5ឈានទី1ទី2ទី3 4ទី5ពួកនឹងដល់អស់អាយុទៅកើតក្នុងពុទ្ធសាសនាមួយព្រំក្នុងសាសនាព្រាហ្មណ៍ព្រំក្នុងសាសនាព្រាហ្មណ៍គឺរតនត្រ័យព្រះព្រំក្នុងសាសនាព្រាហ្មណ៍មានប្រពន្ធឈ្មោះនាងសរស្វតីប្រពន្ធរបស់កូនប្រុសឈ្មោះតិក្សៈមួយភរគុមួយកូនស្រីឈ្មោះនាងសន្តិយានេះព្រះព្រំក្នុងសាសនាព្រាហ្មណ៍មានភេទប្តីប្រពន្ធព្រំយើងអត់មានទេពុទ្ធសាសនានឹងសូមឲ្យញញាជ្រាបចា៎នេះព្រំទាំងមានរូបអរូប20ជាន់ព្រំរួចសម្រាប់ចិត្តលោកអាថ្នាក់ទី4អាលោកកតរៈចិត្តគឺចិត្តរបស់ពុទ្ធព្រះអរហន្តទាំងឡាយណាលោកកតរៈចិត្តលោកចិត្តលោកខ្ពស់ផុតចេញចាករួចពីកិលេសអស់ហើយហើយកិលេសគ្រប់គ្នាលោកកំចាត់ដោយសិលកិលេសចិនកណ្ដាលកំចាត់ដោយសមាធិកិលេសចិនល្អិតកំចាត់ដោយបញ្ញាកំចាត់អស់ស្អាតចេះក៏អត់មានកិលេសអីទេពួកនឹងអត់ចេះភ័យអត់ចេះខ្លាចអត់ចេះត្រេកអរអីទេព្រោះអ្វីដែលធ្វើឲ្យភ័យខ្លាចធ្វើត្រេកអរកិលេសទេពោដែលធ្វើឲ្យញាប់ញើដល់លោកកំចាត់កិលេសឲ្យស្អាតល្អរក្សាតសិល5ទៅស្មើនឹងទេវតាពុទ្ធមនុស្សទេវមនុស្សទេវតាពីកំណើតសិល5ដែរតាមនេះញោមញាតិអត់ដល់ញោមញាតិរក្សាសិល5ទៅទេវតានឹងយើងរាប់អានគ្នាអញ្ចឹងថែរក្សាយើងជួយថែរក្សាយើងទៀតនេះសំបញ្ជាក់សេចក្តីដែលពុទ្ធិការបស់ពុទ្ធថានៅលើដៃក្រមេមានណាប្រកែកជាមនុស្សទេមានតែមនុស្សហើយញោមយល់ទេអាត្មាសំដែងមិញហ្នឹងទេវតាក៏ទៅពីមនុស្សញោមទៅស្អាតទៅធ្វើសិលងាប់ទៅព្រះព្រំក៏ទៅពីមនុស្សទៅកើតព្រះអរហន្តពុទ្ធក៏មនុស្សដែលញោមមើលអ្នកណាដែលខុសពីមនុស្សកើតនេះពុទ្ធិការបស់ពុទ្ធបញ្ចឹងញោមខំសាងស្ទៀនសាងសិលទៅដើម្បីបានសេចក្តីសុខខ្លួនឯងបានទេញោមញាតិណាបើញោមចម្រើនសមាធិកម្មដ្ឋានអប់រំចិត្តឲ្យបានជារូបឈានទៅទៅអស់ជីវិតទៅកើតក្នុងព្រំមកក៏ទៅអញ្ចឹងតាមាននរណាយិតយងនរណាតៃណាបងអញ្ចឹងធ្វើទេសនាក្នុងឱកាសនេះប៉ុណ្ណឹងហើយបើថាតិចបន្តិចបន្ទូចឥឡូវជាឪពុកមាត់ទៅមិនមាននរណាខាត់ក៏កញ្ញាទៅបងចូលសំទោសហើយឯកឧត្តមដូចជាទៀងញោមញាទាំងអស់បងការសម្ដែងធឿននេះក្រែងកប់ចិត្តមិនកប់ចិត្តរបស់ញោមញាអស់ក៏សូមអភ័យទោសប៉ុន្តែមិនមែនជាចិត្តកំណត់អាត្មាទេអាត្មានឹមពាក្យពុទ្ធទេមកប្រាប់ញោមញាអាត្មាទេហើយពុទ្ធសម្ដែងនៅក្នុងគម្ពីរបត្រៃតាទាំងឲ្យនឹមមកប្រាប់ញោមហើយបើញោមស្អប់អាត្មាក៏ដោយស្អប់ពុទ្ធដែរបើអាត្មាថាតាមពុទ្ធបើយ៉ាងទៅទេសនាក្នុងឱកាសកម្មវិធីដែលញោមញាតបានឆ្លងសមាធិផលនិងពុទ្ធិពិសេសនៅក្នុងវត្តតំណាក់ធ្លវីនេះក៏សំគួរតាមកាលវេលាហើយតែមុននឹងបញ្ចប់ទេសនាក៏សូមផ្សព្វផ្សាយកុសលផលបុណ្យដែលបានញោមញាតបានប្រព្រឹត្តក្នុងឱកាសនេះផ្សាយដល់ដោយសពញាតសន្តានគ្រប់សន្តានទាំងអស់ដែលអាត្មារៀបរាប់ពីពុរេប្រវត្តិមកពូជយើងទាំងអស់អត់មិនមានអ្នកនឹងក៏អត់មានយើងដែរតនេះទេចុះសូមផ្សព្វផ្សាយកុសលផលបុណ្យជូនដល់បុព្វការីជនយើងទាំងអស់ពួកសាងកោវត្តកោធំពូជយើងទាំងអស់បងអានឹងសូមឲ្យជ្រាបយកយ៉ាងបងផ្សាយ
កុសលញាតិរបស់យើងសពគ្រប់សន្តានអស់សូមឲ្យលោកបានទទួលកុសលផលបុណ្យដោយអំពើបញ្ញកម្មដែលយើងបានធ្វើឲ្យផ្សាយជូនទៅលោកសូមលោកអនុមោទនាត្រេកអរសម្រាប់ទៅតាមទឹកចិត្តរបស់លោករៀងខ្លួនចោះលោកណាពេញចិត្តបការៈណាក៏ចូលសម្រាប់ទៅតាមបការៈបំណងរបស់លោកចោះម្យ៉ាងទៀតសូមជូនពរសព្វសាធុការចំពោះឯកឧត្តមលោកជំទាវអស់លោកញោមញាតពុទ្ធបរិស័ទគ្រប់គ្នាទាំងអស់ដែលជាម្ចាស់សម័យតំបន់សូមឲ្យលោកមានបញ្ញាស្ដាប់ធម៌ទេសនានឹងឲ្យកើតបញ្ញាពរយល់ហេតុយល់ផលនឹងទើបយើងរកសេចក្តីសុខបានព្រោះពុទ្ធឧទ្ទសាតបញ្ញាឲ្យយើងរៀនសូត្រទាំងអស់តែគ្នាយ៉ាងឯងសំបញ្ញាបងចឹងធ្វើទេសនាក្នុងឱកាសនេះក៏សន្មតចប់ដោយសង្ខេបតែប៉ុណ្ណេះឯងអេវ៉ាង